នៅក្នុងបដិច្ឆសមុប្បត្តិធម៌ផ្ដើមចេញមកគឺអវិជ្ជាជាបច្ច័យនៃសង្ខារអភិសង្ខារចេតនានៃការតាក់តែងអវិជ្ជាអង្គធម៌បានដល់មោហៈចិត្តសិកយើងដឹងហើយថាការបង្វែងភ័ន្តមិនដឹងក្នុងសេចក្តីពិតជាបច្ច័យដែលញ៉ាំសង្ខារកើតសង្ខារនឹងចែកជាបញ្ញាវិសង្ខារដែលមានមហាកុសល8ដួងរូបាវចរកុសល5ដួងអបញ្ញវិសង្ខារគឺអកុសល12ដួងអនេញជាវិសង្ខារគឺអរូបាវចរកុសល4ដួងនៅក្នុងអភិសង្ខារដែលបែងចែកជា3 category មហាកុសលដែលជាតួកុសលមានបញ្ញកិរិយាវត្ថុ10ជាដើមយើងតែងនិយាយថាមហាកុសលដែលយើងសន្សំបារមីយូរទៅមហាកុសលដែលជាញាណសម្បយុត្តប្រកបព្រមដោយបញ្ញាចម្រើនទៅនឹងអាចដល់អរិយមគ្គមានសោតាបត្តមគ្គជាដើមកើតឡើងហើយប្រហារកិលេសដាច់នឹងត្រាស់ដឹងហើយតែសំណួរសួរថាមហាកុសលញាណសម្បយុត្តដែលប្រកបព្រមដោយបញ្ញានឹងមិនជាផលដ៏ឆ្អិនជាបច្ចយុបណ្ណធម៌របស់អវិជ្ជាទេឬព្រោះយើងសូត្រថាអវិជ្ជាបច្ចយាសង្ខារានេះខ្ញុំចង់បំបែកកន្លែងហ្នឹងណាចឹងថាតើអ្នកបដិបត្តិទាំងឡាយគាត់បដិបត្តិធម៌ចម្រើនកុសលគាត់ក្នុងជួននៃចិត្តគាត់ក្នុងមโนវិញ្ញាណគាត់ចម្រើនបញ្ញាដល់លោកកុត្តរសម្បត្តិបែបម៉េចបើមានក្បាលជាអវិជ្ជាជាប្រធានមហាកុសលបើយើងនិយាយតាមសាមញ្ញគឺថាយើងធ្វើបុណ្យធ្វើទានទៅកើតជាមនុស្សទេវតា6ជាន់បើរូបាវចរកុសលជារូបព្រំយើងធ្វើសមាធិមានអានាបានុសតិចម្រើនឈានជាឈានសមាបត្តិក៏យើងបដិសន្ធិមកជារូបព្រំអកុសលចិត្តដែលយើងធ្វើបាបទាំងឡាយឯណានីមួយដែលកើតឡើងក៏ជានរកប្រែតដេរឆានអសុរកាយអរូបាវចរកុសលដែលយើងចម្រើនឈានតើតែបាត់រូបឡើងបាត់រូបនេះឈឹងអណ្ដែតលែងឃើញរូបនេះក៏បដិសន្ធិនៅអរូបព្រំដែរប៉ុន្តែមិនថាមនុស្សទេវតា6ជាន់រូបព្រំ15ជាន់16ជាន់អរូបព្រំ4ជាន់ដែលមានអាកាសានៃចាជាដើមសុទ្ធតែជាផលដែលមានអវិជ្ជាជាហេតុទាំងអស់នេះខ្ញុំអត់មាននិយាយធម៌ផ្សេងក្រៅពីធម៌ដែលបានសិក្សាមកទេប៉ុន្តែសូមមេត្តាមកពិនិត្យមើលទាំងអស់គ្នាថាអវិជ្ជាពិតជាបច្ច័យនៃសង្ខារធម៌នឹងមែនអភិសង្ខារនឹងមែនអញ្ចឹងផ្លូវចេញគឺទាល់អត់ដឹងផ្លូវណាអីជាអីទេយើងចម្រើនដោយសកាយៈទិដ្ឋិយើងចម្រើនដោយតួតណ្ហាយើងមានអវិជ្ជាជាក្បាលវិលចុះវិលឡើងមិនថាអ្នកសិក្សាបរិយ័តមិនថាអ្នកអង្គុយបដិបត្តិដែលមានតួខ្លួនឯងតម្កល់មានតួខ្លួនឯងសិក្សាមានតួខ្លួនឯងកើតមនុស្សទេវតាព្រំរូបព្រំ
ទាំងអស់នឹងមិនជាវត្តដាក់ជារង្វិលជុំនៃវដ្តសង្សារទេឬអញ្ចឹងតើអ្វីគឺជាច្រកទ្វារទៅកាន់សេចក្តីបរិសុទ្ធអ្វីគឺជាទីរំលត់បងទៅនៅវដ្តសង្សារចប់ត្រឹមខណៈនេះមក